បាទនេះជាវីដេអូដែលបង្ហាញពីរបៀប update to option ទៅលើទូរទស្សន៍ដែលយើងដូរ main board ហើយបាទនេះយើងដូរ main board ហើយវាខុស main board បាទ 55 UT អញ្ចឹងយើងដូរ main board ទៅ update to option ដើម្បីឲ្យវា matching model serial ឲ្យវាដើរ normal វិញអញ្ចឹងយើងមាន plus software អូខេអញ្ចឹងយើងយកទៅដោតជាមួយនឹង USB ខាងក្រោយទូទស្សន៍បាទដោតចូលអញ្ចឹងបន្ទាប់ពីដោតចូលវានឹង load USB connect វានឹង show ចេញ model serial ឲ្យយើង update software ថ្មីអញ្ចឹងចាំតិចបាទចាំអានេះចាំមានយូរបន្តិចបានវាចេញមកអូខេអញ្ចឹងវាចេញមកឲ្យយើង update main board ហើយនឹងបាទអញ្ចឹងយើងត្រូវ update drive model និង serial អញ្ចឹងយើងមាន model sticker និង serial យើងថតវាមកប៉ុមកយើងវាយ follow ទៅតាមជាក់ស្ដែងហ្នឹងបាទអញ្ចឹង model វា 55UT បាទ55យើងចុចនេះចុចព្រួយនេះទៅឲ្យវា load លេខបាទ5លេខ5ជាងចុចមកមុខបាទព្រួយមកមុខអញ្ចឹង55មួយទៀតមកអូខេអញ្ចឹងទៅទៀតយើងចុចទៅមុខទៀត UT បាទអក្សរ U thì យើងមានលេខនិងមានអក្សរយើងចុចបដិញដើម្បីដល់អក្សរ U អូខេ U ហើយ T បាទអក្សរ T អូខេ UT 80លេខ8លេខ0ហួសលេខ0 80 50អូខេហើយលេខ0ទៀតហើយ PSB បាទអក្សរ P ហើយ SB P បាទយើង start យើងចុចយើងលឿន SB បាទ AB បើ AB យើងចុចក្រោមវាលឿនជាងអូខេអញ្ចឹងអានេះវាអស់លេខហើយយើងរំលងវាក៏បានចូលទៅ suffix model គឺ ATM បាទ ATM GLJD G FG GLJD H I J L J D អូខេអញ្ចឹងយើងសាក drive វាទៅអត់ទៅមើលចុច drive មកចុចអូខេអូខេអញ្ចឹងវាដាក់ model អូខេអញ្ចឹងយើងចុចព្រួញចុះមកក្រោមទៀតបាទដើម្បី write serial វាយ serial ចូលទៅទៀតអូខេអញ្ចឹង serial វា503 5 03 IN D DP ok DP 0 0ហើយលេខ2ហើយលេខ0ហើយលេខ1លេខ0ទៀតបាទលេខ1ហើយលេខ0អូខេជាងយើងចាប់ផ្ដើម write យើងចុចអូខេដូចមិញមកអូខេ
អញ្ចឹង model អូខេ serial អូខេវាដាក់អូខេអញ្ចឹងបើសិនជាខុសវាដាក់ ng អត់ត្រូវឬមួយក៏ not correct គេមកបន្តមកទៀតយើងត្រូវចុច in stop មកយើងចុចអាលឿងនឹងចុះក្រោមមកចំមកយើងចុចអូខេមកវាទៅ yes or no yes យកខាង yes ហើយចុចអូខេបាទ reprocess អឡូតហើយវានឹងអូតូបើកមកវិញយើង set up ទូទស្សន៍ថ្មីគឺវាមានទិន្នន័យ model សេរីដូចដើមតែប៉ុណ្្នឹងបាទអញ្ចឹងទូទស្សន៍យើងត្រូវ set up ឡើងវិញពេលបន្ទាប់ពីយើង update ហើយវាចេញមកផ្ទាំងថ្មីយើងត្រូវ update set up ទូទស្សន៍ថ្មីឡើងវិញអញ្ចឹង